សម្រាប់គ្នាយើងដែលមិនទាន់ចេះកាត់តវីដេអូបែប reaction សូមមើលវីដេអូមួយនេះដល់ចប់នោះអ្នកទាំងអស់គ្នានឹងចេះកាត់តវីដេអូបែប reaction បានដោយខ្លួនឯងតោះឥឡូវយើងទៅតាមដានទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយអញ្ចឹងជំហានដំបូងដើម្បីអ្នកទាំងអស់គ្នាអាចថតវីដេអូបែប reaction បានណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវមានកាមេរ៉ាមួយទូរស័ព្ទមួយអ្នកទាំងអស់គ្នាបាទនេះកាមេរ៉ាទូរស័ព្ទហ្នឹងយើងប្រើកាមេរ៉ាទូរស័ព្ទណាដើម្បីធ្វើជា webcam ដើម្បីថតជាវីដេអូជាថតមុខរបស់យើងអ្នកទាំងអស់គ្នាបាទតែមានទូរស័ព្ទមួយហ្នឹងមកហើយមានដងថតហើយយើងត្រូវមានអ្នកទាំងអស់គ្នាមានកុំព្យូទ័រយើងប្រើកុំព្យូទ័រមកអាចប្រើជា desktop ក៏បានដែរប៉ុន្តែដើម្បីអាចធ្វើបានអ្នកទាំងអស់គ្នាត្រូវមានបើអ្នកមានទូរស័ព្ទមានទូរស័ព្ទ2អញ្ចឹងមកអាចធ្វើបានអញ្ចឹងណាទូរស័ព្ទមួយដើម្បីយើងថតវីដេអូដើម្បីយើងមើលវីដេអូ reaction ហើយមួយទៀតដើម្បីយើងថតមុខរបស់យើងជា webcam ណានេះអញ្ចឹងអ្នកនរគ្នាបាទហើយដើម្បីយើងអាច react បានយើងចូលមកកាន់នេះមក Telegram អ្នកនរគ្នាបាទពួកខ្ញុំមើលវីដេអូខ្ញុំមើលលើ Telegram ដោយសារខ្ញុំ save វីដេអូពីទូរស័ព្ទដែលខ្ញុំកំពុងតែថតហ្នឹងហើយខ្ញុំបាញ់ចូលទៅកាន់ Telegram અનેខ្ញុំបង្ហោះចូលទៅ Telegram របស់ខ្ញុំណាអញ្ចឹង Telegram របស់ខ្ញុំដាក់2ខ្ញុំដាក់នៅក្នុងកុំព្យូទ័រមួយហើយនឹងទូរស័ព្ទដែលខ្ញុំកំពុងថតមួយអ្នកនរគ្នាបាទអញ្ចឹងអ្នកនរវីដេអូអ្នកនរគ្នា save បានអ្នកនរគ្នាចូលនេះអ្នកនរគ្នាតម្លាក់ចូលមកកាន់ save image នេះមកយើងតម្លាក់ចូលមកកាន់ save image សិតតែវីដេអូខ្ញុំ save ពីក្នុង platform ផ្សេងៗណាយើង save វាបានច្រើនអញ្ចឹងមកយើងបង្ហោះយើងតម្លាក់ចូលនៅក្នុង Telegram ហើយពេលដែលយើង react មុនយើង react យើងមើលវីដេអូហ្នឹងហើយម្ដងពីរដងហើយដើម្បីយើងដឹងថាត្រូវនិយាយធ្វើម៉េចចឹងណានិយាយមិនឲ្យវាស៊ីជាមួយវីដេអូណាអញ្ចឹងយើងមើលវីដេអូហ្នឹងម្ដងជាពីរដងអញ្ចឹងមកហើយពេលដែលយើង react គឺយើងត្រូវចុចថតជាវីដេអូវីដេអូយើងដឹងថាត្រូវនិយាយធ្វើម៉េចមិនចឹងអ្នកនរគ្នាបាទអញ្ចឹងយើងនិយាយយើងចប់មាត់តិចក៏ដែរណាឥឡូវយើងចុចមកគឺថាយើងត្រូវ react មិនចឹងឯងអញ្ចឹងអ្នកគ្នាអាចថាបើមាន microphone អ្នកគ្នាអាចដោត microphone ជាមួយទូរស័ព្ទហ្នឹងមកហើយ mic យើងដាក់នៅចិត្តមាត់របស់យើងមកយើងដើម្បីយើងនិយាយទៅដើម្បីស្រូបសលេងណាយើងប្រើមាន mic ហ្នឹងអ្នកគ្នាបាទឬក៏អ្នកគ្នាមានកាសក៏បានដែរអាចដោតកាសខ្សែចេញពីទូរស័ព្ទមកអានេះខ្ញុំទូរស័ព្ទ Android ណាប៉ុន្តែខ្ញុំថតដល់ខ្ញុំប្រើ iPhone អញ្ចឹងខ្ញុំដោតមួយ mic នេះណាអ្នកនរគ្នាបាទហើយខ្ញុំកំពុងថតដាក់mic ណាអញ្ចឹងខ្ញុំថតឃើញអានេះអញ្ចឹងពេលដែលយើងចុចថតវីដេអូយើងចុចថតធម្មតាមកអ្នកនរគ្នាចុចថតវីដេអូមកយើងសេរីកាមេរ៉ានឹងឲ្យចំកណ្ដាលមកឲ្យឃើញយើងទាំងអស់មកចុចថតបាច់មកឲ្យយើង react យកហ្មងយើងចុចវីដេអូនឹងដើរហើយយើង react យកហ្មងអ្នកនរគ្នាបាទយើងនិយាយយកហ្មងណាយើងនិយាយយកហ្មងហើយហ្នឹងហើយប៉ុណ្ណឹងមានត្រង់ហ្នឹងមានតែប៉ុណ្្នឹងឯងយើងចុចថតមកអ្នកនរអង្គុយ react យកហ្មងណាយើងនិយាយរហូតដល់ចប់វីដេអូទៅមានប្រហែលវីដេអូអញ្ចឹងមកយើងនិយាយថាយើងនិយាយចប់វីដេអូក្នុងហ្នឹងមានប្រហែល 4-5 វីដេអូវាត្រូវចប់អញ្ចឹងយើងចុច stop មួយសារអញ្ចឹងណាយើងកុំថតយូរម៉ោងពេកយូរម៉ោងវាស៊ីមេច្រើនអញ្ចឹងយើងធ្វើឲ្យវាក់កាត់តហើយត្រង់ហ្នឹងមានតែប៉ុណ្្នឹងអ្នកនរគ្នាបាទយើងចុចថតមកហើយយើងនិយាយ react ចេញចូលធម្មតាមកអញ្ចឹងណាហ្នឹងអ្នកនរគ្នាបាទបន្តមកទៀតហ្នឹងគឺថាខ្ញុំបង្ហាញពីរបៀបកាត់តវិញម្ដងអ្នកនរគ្នាបាទយើងចូលទៅកាន់app កាត់តណាហ្នឹងណាតែឥឡូវខ្ញុំចូលទៅបង្ហាញពីរបៀបកាត់តវីដេអូបែប reaction ទៅលើកម្មវិធីកាត់តវិញម្ដងអ្នកនរគ្នាបាទឥឡូវយើងទៅតាមដានអ្នកនរគ្នាតោះអ្នកទាំងអស់គ្នាបាទឥឡូវយើងចូលមកកាន់ទូរស័ព្ទយើងវិញម្ដងហើយ app ដែលខ្ញុំកាត់តវីដេអូជាបែប reaction ណាខ្ញុំប្រើ InShot ប៉ុន្មានបងប្អូនគ្នាបាទអញ្ចឹងអ្នកនរគ្នាអាចប្រើជា CapCut ក៏បានអាចប្រើជា InShot ដូចខ្ញុំអញ្ចឹងក៏បានឬក៏ប្រើ app ផ្សេងទៀតក៏បានដែរ app Meitu app តែចេញមកល្បី VN អញ្ចឹងតែឥឡូវខ្ញុំដោយសារខ្ញុំត្រឡប់ប្រើតែ InShot ណា
mà dễ nhómប្រើ insert ទេបើពីមុនខ្ញុំប្រើ CapCut ចឹងភាសា CapCut វាពីមុនវាបិទមុខងារខ្លះចឹងណាអញ្ចឹងយើងវាក់ប្រើមែនទែនអូខេឥឡូវខ្ញុំចូលមកកាន់ insert មកទៅខ្ញុំបង្ហាញយ៉ាងនេះពីរបៀបកាត់តវីដេអូបែប reaction ណាអញ្ចឹងយ៉ាងនេះចូលមកកាន់ insert មកអូខេឥឡូវចូលមកកាន់ insert ហើយបន្តមកទៀតគឺវាចេញមក function ចេះអ្នកនរគ្នាបាទវាមានជាវីដេអូអាហ្នឹងយើង edit វីដេអូណាកាត់តវីដេអូហើយមួយទៀតជា photo ហ្នឹង edit កាត់តរូបភាពបានទៀតមកឆ្ងាញ់ហ្មង insert ណានិយាយពីសមត្ថភាពរបស់វាគឺអត់អន់ទេអ្នកនរគ្នាបាទមិនចាញ់ CapCut ហ្មងទេគាត់ថា insert គឺវាអត់មានគ្រឿងក្រៅទេយើងត្រូវរើសគ្រឿងក្រៅពីខាងក្រៅយកមកដាក់នៅក្នុងកម្មវិធីអញ្ចឹងណាដូចជា sound effect លុយយើងត្រូវ download ចេញពីក្នុង website វាអញ្ចឹងហើយអាទី3នេះក៏រូបភាពដែរយើងដាក់នេះណាវារូបភាពទៅវាមាន cloud មានអីអញ្ចឹងអូខេឥឡូវខ្ញុំចូលមកកាន់វីដេអូមកទៅកុំឲ្យតប៉ែសាំញ៉ាំយូរបាទនិយាយច្រើនកាន់តែយូរទៀតអញ្ចឹងយើងចូលមកកាន់វីដេអូនេះបងប្អូនបាទហើយបន្តមកទៀតហ្នឹងគឺថាខ្ញុំ select វីដេអូដែលខ្ញុំបាន react មិញហ្នឹងអ្នកនរគ្នាបាទដែលខ្ញុំបង្ហាញអ្នកនរគ្នានៅលើកុំព្យូទ័រមិញណាបាទហ្នឹងខ្ញុំថត react ហើយតោះឥឡូវខ្ញុំចុចវីដេអូមកហើយយើង react ហើយនេះរូបដែលខ្ញុំថតចេញពីវីដេអូដែលខ្ញុំថតចេញពីកាមេរ៉ាណាកាមេរ៉ាទូរស័ព្ទមុខណាហើយនេះវីដេអូដែលខ្ញុំ save ចេញពី platform ផ្សេងដើម្បីយកមក react ឥឡូវខ្ញុំ react ហើយវីដេអូនេះយើងថតនៅលើទូរស័ព្ទមួយទៀតណានេះនៅលើនេះមកបង្ហាញទៅនេះនៅលើដងថតមិញនេះដែលខ្ញុំបានថតហើយខ្ញុំប្រើដងថតដែរអូខេបាទឥឡូវយើងចូលមកកាន់ទូរស័ព្ទយើងវាអត់សូវ focus ឥឡូវខ្ញុំចុច focus សិនហើយបន្តមកទៀតខ្ញុំ select វីដេអូទាំងអស់វីដេអូខ្ញុំមានមក10វីដេអូខ្ញុំ react មិញខ្ញុំចុច select វាចឹងយើង select វាទាំងអស់ចឹងមកដល់អ្នកគ្នាបាទអ្នកគ្នា react មួយវីដេអូ select ទាំងអស់មកហ្នឹងហើយយើង select 10វីដេអូហើយបន្តមកទៀតគឺខ្ញុំចុចសញ្ញាគ្រីសនេះសញ្ញាគ្រីសវានេះមកអូខេរៀងពិបាកបញ្យល់បន្តិចបន្តមកទៀតនេះback ជាប់ watermark insert នេះអ្នកនេះចុចមកគឺវាលោតពាណិជ្ជកម្មអូខេឥឡូវខ្ញុំចុចមួយមកវាលោតតែពាណិជ្ជកម្ម1 2អញ្ចឹងទៅវាបាត់ហើយជាប់ logo ហ្នឹងអ្នកនរគ្នាបាទអញ្ចឹងខ្ញុំរងចាំបន្តិចអ្នកនរគ្នាអូខេបាត់សលេងមកឈប់ copyright អញ្ចឹងវាលោតពាណិជ្ជកម្មយ៉ាងចាំបន្តិចទៅហើយ app free គឺវាអញ្ចឹងគឺវាជាប់ពាណិជ្ជកម្មអញ្ចឹងឯងអ្នកនរគ្នាអូខេបន្តមកទៀតទំហំនេះគឺអត់ត្រូវទេដោយសារខ្ញុំ reaction ហ្នឹងខ្ញុំចង់ខុសក្នុង Facebook អញ្ចឹងខ្ញុំយកទំហំពេញទូរស័ព្ទមកតែទំហំ picture ណាអញ្ចឹងអ្នកនរគ្នាចូលមកកាន់ canvas នេះនេះអ្នកនរចូលមកកាន់ canvas មកនេះវាអត់សូវ focus ខ្ញុំដាក់ focus វាយល់ងាយយល់ហើយចូលមកកាន់ canvas នេះមកហើយបន្តមកទៀតអ្នកនរយកនេះ9 16ក៏បានឬក៏យកបែប TikTok ចេះក៏បានដែរប៉ុន្តែខ្ញុំយកនេះ9 16ឬក៏យកបែប TikTok ក៏បានហើយបន្តមកទៀតអ្នកនេះគ្រីសទាំងអស់នេះកន្លែងនេះយើងទាំងអស់អញ្ចឹងមកថាវីដេអូទាំង10របស់យើងមិញហ្នឹងយើងចុចអាហ្នឹងមកគឺវា picture ទាំងអស់មកយើងចុចតាហ្នឹងមួយមកវាគ្រីសទាំងអស់យើង apply to all មកអញ្ចឹងវីដេអូរបស់យើងគឺ picture ទាំងអស់ខ្ញុំអស់អត់សូវ focus ទេអូខេយើងអស់អញ្ចឹងមកនេះអស់ហើយវីដេអូ picture ទាំងអស់ហ្មងអានេះតែយើង react បែប picture ណាហើយបន្តមកទៀតអ្នកនរគ្នាចូលមកកាន់ pin នេះខ្ញុំបរិយាចិត្តតិចនេះ pin នេះអ្នកនេះបាទ pin យក pin នេះមកនេះ pip ឡំ pin យក pip នេះមកហើយបន្តមកទៀតអ្នកនេះទៅយកវីដេអូដែលអ្នកទាំងអស់គ្នាថតមុខមិញណាថតមុខ reaction ណាថតមុខខ្លួនឯងនិយាយចំណានេះវីដេអូដែលថតមុខខ្លួនឯងមិញនេះវីដេអូនេះយើងថតមុខខ្លួនឯងណានេះថតមុខខ្លួនឯងមកហើយបន្តមកទៀតអ្នកគ្នាអត់អាចដាក់អញ្ចឹងបានទេដោយសារវាធំពេកអញ្ចឹងយើងត្រូវគ្រប់វាណាអញ្ចឹងយើងចូលមកកាន់គ្រប់អត់ focus ទេទូរស័ព្ទកោដែរអញ្ចឹងខ្ញុំចូលមកកាន់គ្រប់នេះដែលឃើញនេះគ្រប់
យកក្របមកយើងព្រមវាមកនេះហើយបាទខ្ញុំព្រមយើងកន្លែងនេះញ៉ាំគេព្រមទៅមិនមកស្អាតមកមើលទៅស្រឡាញ់ខ្លួនឯងណាខ្ញុំព្រមចឹងមកញ៉េះតំទៀតនេះចុចគ្រីសមួយប៉ាត់នេះវាចេញមកនេះញ៉ាំគេឃើញនេះវាចេញមកស្អាតហើយអូខេតំទៀតយើងដាក់ចង់ដាក់ណាក៏បានដែរខ្ញុំដាក់លើនេះក៏បានយើងប្រិចបន្តិចមកឲ្យវាស៊ីជាមួយវីដេអូរបស់យើងតំទៀតនេះចុចគ្រីសហើយតែប៉ុណ្្នឹងវាអត់ត្រូវទេដោយសារអាវីដេអូដែលយើងនិយាយនិងអាវីដេអូដែលយើងអង្គុយ react ហ្នឹងវាអត់ស៊ីគ្នាជាមួយខ្ញុំចាក់ណាវីដេអូទៅផ្សេងមួយទៀតខ្ញុំផ្លិចសលេងអញ្ចឹងអ្នកគ្នាកន្លែងនេះណាអ្នកគ្នាត្រូវតម្លាក់សលេងមកឲ្យអស់មិនតម្លាក់អស់ហើយអ្នកតម្លាក់សល់តែ35មកបានហើយធ្វើម៉េចឲ្យសលេងដែលយើងនិយាយ react ឬជាងសលេងវីដេអូដើមណាអាវីដេអូដែលយើងអង្គុយ react ហ្នឹងឲ្យថ្មីលឺតិចលឺមិនអាវីដេអូដែលយើងនេះវាលឺតិចជាងសំឡេងដែលយើងនិយាយអញ្ចឹងបានយើងនិយាយទៅវាលឺជាងវីដេអូហ្នឹងយល់ទេហ្នឹងអ្នកនរគ្នានិយាយយើងវល់បាទតោះទៀតនេះចូលមកគ្រីសមកគ្រីសប៉ាច់នេះណាហើយបន្តមកទៀតវីដេអូក៏យើងសរេសលេងដែរយើងបើកវាមកអស់មកចូលឡាញភាពតោះទៀតចុចនេះវីដេអូវាលោតមកសណាមានចុចតោះទៀតនេះយកសំឡេងអ្នកនេះតម្លើងឲ្យអស់មកក៏បានដែរយើងតម្លើងអស់មកតើនេះយើងចុច play តើមកវាអត់តាស៊ីគ្នាទេណាត្រូវកាត់ឲ្យវាស៊ីគ្នាណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទចឹងនេះវាអត់សូវលឺយើងតម្លើងវាវិញខ្លះវីដេអូខ្លះយើងត្រូវតម្លើងថែមថយដែរណានេះពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះករណីតមកទៀតយើងសេរីនៅនោះនេះបាទយើងចូលមកកាន់ភាពដែរមកតាណាបាត់ហើយភាពនេះយើងយកភាពមកនៅនោះគ្នាចាំពកខើអូខេខ្ញុំយកភាពមកតោះនេះយើងចាក់ស្ដាប់យើងស្ដាប់មកនេះយើងចូលត្រង់ណាអូខេថាចូលត្រង់នេះមិនអញ្ចឹងយើងចុចពីលើវីដេអូហ្នឹងមកនេះថាចូលត្រង់ហ្នឹងអញ្ចឹងយើងចុច split ហ្នឹងមកតែកាត់ដែរណាគ្នាយើងកាត់វាយើងកន់វាយើងកន់វាមកចឹងនេះយើងកន់មកយើងរកនេះចេញអានេះដោយសារតែវាអត់ជាប់ទេយើងអត់ចង់បានវាទេដោយសារវាអត់ស៊ីគ្នាវីដេអូនេះកាត់វាចេញតាមទីអស់វាមកណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះករណីគ្រោះថ្នាក់ចរាចរណ៍នេះប៉ណ្ណឹងមកស៊ីគ្នានេះដល់គ្នាអូបាទនេះខុសវីដេអូឆ្កែនៅណាឡើយខ្ញុំតម្លាក់វីដេអូមិញវាអត់ត្រូវគ្នាអ្នកនរគ្នាប៉ុន្តែធ្វើម៉េចយើងតម្រូវមកយើងកាត់តម្រូវឲ្យស៊ីគ្នាមកអ្នកនរគ្នាបាទវីដេអូឆ្កែនៅណាហ្នឹងកោដល់ហើយតែតាមបាត់វីដេអូឆ្កែនេះវីដេអូឆ្កែអញ្ចឹងខ្ញុំទាញវីដេអូឆ្កែយកមកដាក់មុខវិញដើម្បីវាស៊ីគ្នាណាកន្លែងហ្នឹងមានវីដេអូឆ្កែបងដល់មកយើងអស់វាឲ្យស៊ីគ្នាអស់ចូលមកអស់ឲ្យចំវីដេអូឆ្កែមិញខ្ញុំ react នេះមានវីដេអូឆ្កែដែរឆ្កែរកចូលម៉ូតូអូខេដល់មកទៀតនេះស៊ីគ្នាអ្នកនរគ្នាបាទយើងកាត់ឲ្យស៊ីគ្នាអញ្ចឹងមកណាឆ្កែមួយរកចូលពីរបាទឡាយស៊ីគ្នាអញ្ចឹងកន្លែងហ្នឹងយើងកាត់ទៅមិនឲ្យស៊ីគ្នាអ្នកនរគ្នាវីដេអូដែលយើង react ដែលយើងនិយាយទៅមិនឲ្យវាស៊ីចូលគ្នាណាអូខេបន្តទៀតយើង split ហើយបើយើងផ្ដាច់ទៅនឹងមួយទៀតដោយសារកន្លែងនេះក៏វាអត់វាស៊ីគ្នាទេអញ្ចឹងយើងត្រូវកាត់វាចេញកន្លែងណាដែលវាអត់ស៊ីយើងកាត់វាចេញអូខេហើយដើម្បីកាត់ចេញយើងអង្គុយមើលហ្នឹងឯងអង្គុយមើលវីដេអូខ្លួនឯងណាអូខេនេះចូលត្រង់នេះយើងឮសលេងចង់ណាយើងចុចមកស្រែទៅមិនមកស៊ី
យើងលុបអាចអត់ស៊ីចេញអាឡែងអត់ស៊ីទេឡែងយើងលុបទីចេញមកយើងទាញវាចឹងមកនេះដល់ទាញចឹងមកអូខេទាញចឹងមកស៊ីគ្នាអ្នកនរគ្នាបាទនេះស៊ីគ្នានេះហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបាទអ្នកកាត់ដូចខ្ញុំចឹងមកគឺអាចធ្វើបានហើយយើងកាត់ទៅមិនស៊ីគ្នាណាហើយវីដេអូ react ហើយវីដេអូដែលយើងនិយាយហ្នឹងធ្វើម៉េចយើងកន់ឲ្យវីដេអូដែលយើងនិយាយហ្នឹងឲ្យវាស៊ីជាមួយអាវីដេអូដែលយើង react ហើយតែប៉ុណ្្នឹងមកអ្នកគេធ្វើបានហើយ sound effect អីផ្សេងទៀតគឺខ្ញុំតម្លាក់នៅក្នុង channel Telegram ណាអ្នកគ្នាអាចយកទៅប្រើបាន sound effect ណាចឹងក្នុងនេះវាមាន sound effect ដែរប៉ុន្តែខ្ញុំអត់បង្ហាញទេគ្រាន់តែបង្ហាញពីរបៀបកាត់តវីដេអូបែប reaction ចឹងណានៅដាក់ sound effect ដាក់អីទៀតគឺយូរទៀតចឹងអ្នកនរគ្នាបាទចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបាទគាត់ចង់បង្ហាញអ្នកនេះពីរបៀបកាត់តវីដេអូបែប reaction ណាចឹងខ្ញុំបង្ហាញតែពីវីដេអូដោយសារវីដេអូnóមានច្រើនទៀតចឹងបើគួយធ្វើទៀតយូរទៀតកាន់តែយូរទៀតអូខេជួបគ្នានៅវីដេអូបន្ទាប់ទៀតចឹងអរគុណបងប្អូនអ្នកគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះរហូតដល់ចប់កុំភ្លេចជួយចុច Subscribe ក៏ដូចជួយ Share វីដេអូនេះម្នាក់មួយផងអ្នកនរគ្នា